សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បងហាន់សម្រាប់យើង GL សូមជួយចុច Subscribe ដល់ admin ម្នាក់មួយផងដែរតោះកុំឲ្យខាត់ពេលយូរយើងចូលសាច់រឿងយើងបន្តទៀតទៅគឺរឿងស្នេហ៍អូនជានិរន្តរ៍ភាគទី20តការពីភាគអន្សមិញគឺដល់ឈុតកន្លែងដែលបងណៃសាន់នីហើយនៅម៉ាក់បូកានឹងគឺឆ្លោះគ្នាគឺសាន់នីឆ្លោះគ្នាជាមួយនៅម៉ាក់ក្មេកបូកាហើយគាត់ក៏បានចាក់ចែងទៅនៅផ្ទះធំរបស់គាត់វិញទៅហើយពេលហ្នឹងគឺសាន់នីបានទៅដល់ផ្ទះធំហើយគាត់ក៏បាននិយាយជាមួយនៅម៉ាក់គាត់ចំណែកឯម៉ាក់សាន់នីហ្នឹងគាត់ក៏បាននិយាយថាហេតុអ្វីបានជាកូនមកនៅទីនេះបែបហ្នឹងហេតុអ្វីក៏មិនកូនមិនត្រឡប់ទៅផ្ទះទៅហើយយើងដោះស្រាយគ្នាទៅកុំឲ្យធ្វើរឿងហ្នឹងคล้ายទៅជារឿងធំទៀតអីចំណែកឯសាន់នីក៏បាននិយាយថាខ្ញុំនៅមិនត្រឡប់ទៅទេព្រោះខ្ញុំមិនចូលចិត្តមនុស្សណាដែលចោតប្រកាន់និយាយចោតប្រកាន់ខ្ញុំទាំងដែលខ្ញុំមិនបានធ្វើខុសនឹងទេបើខ្ញុំទៅលុះត្រាតែម៉ាក់បងណៃហ្នឹងគឺគាត់ចាក់ចេញទៅគឺគាត់ត្រឡប់ទៅនៅផ្ទះកាប់វិញបានសានីត្រឡប់ទៅនៅជាមួយបងណៃវិញហើយពេលហ្នឹងម៉ាក់បកក៏បាននិយាយថាបើកូនធ្វើបែបហ្នឹងថាកូនដឹងថាទៅមុខទៀតវានឹងខ្លាយទៅជាយ៉ាងណាអត់ចំណែកឯសានីក៏បាននិយាយបន្តថាខ្ញុំមិនដឹងថាទៅថ្ងៃមុខជាយ៉ាងណាទេប៉ុន្តែខ្ញុំនឹងមិនត្រឡប់ទៅវិញឡើយលុះត្រាតែម៉ាក់ក្មេកត្រឡប់ទៅផ្ទះគាត់វិញបានខ្ញុំត្រឡប់ទៅចំណែកឯម៉ាក់បកាត់គឺមិនមាននិយាយអីទៀតទេគឺមានតែដកធំធំមើលកូនឆ្លោះគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាលុះដល់ព្រឹកឡើងគឺចូលមកបងណៃយើងណែវិញគឺកាត់បានទៅកាយឡ័យធ្វើការធម្មតាហើយពេលហ្នឹងគាត់ក៏បាន call វីដេអូនិយាយជាមួយមិត្តភក្តិរបស់គាត់នៅឯក្រៅប្រទេសហ្នឹងតែក៏បានរៀបរាប់ប្រាប់ថាគាត់ឆ្លោះគ្នាជាមួយនឹងសាន់ឌីទៀតហើយសាន់ឌីក៏បានទៅនៅផ្ទះធំរបស់គាត់វិញអញ្ចឹងតើគាត់គួរតែធ្វើបែបណាអីអញ្ចឹងណាតាមពិតមកណៃគឺគាត់ជាមិត្តវីប៉ុន្តែដល់វារឿងដោះស្រាយរឿងខ្លួនឯងវាជាដោះស្រាយអត់ចេញទេអ្នកទាំងអស់គ្នាពេលហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅមិត្តភក្តិរបស់គាត់ក៏បាននិយាយថាពេលដែលគាត់ស្ដាប់ចប់ហើយគាត់ក៏មានអារម្មណ៍ថាវាខុសពីធម្មតាដែរព្រោះជាធម្មតាម៉ាក់បងណៃគាត់តែងតែឆ្លោះគ្នាជាមួយនឹងសាន់នីអញ្ចឹងណាប៉ុន្តែពេលនេះគឺមកនិយាយល្អជាមួយសាន់នីវាខុសប្លែកពីធម្មតាវាដូចលក្ខណៈនៅក្នុងរឿងកុនដែរម្ដាយសំដែងធ្វើជាល្អហើយឲ្យតួឯងហ្នឹងខ្លាយទៅជាតួអាក្រក់អញ្ចឹងណាហើយឲ្យកូនខ្លួនឯងហ្នឹងមើលឃើញថាខ្លួនឯងហ្នឹងល្អហើយមើលប្រពន្ធរបស់ខ្លួនហ្នឹងទៅជាមនុស្សអាក្រក់អញ្ចឹងណាបងណៃក៏បាននិយាយថាតើពិតមែនឬតែគាត់មិននឹងស្មានថាម៉ាក់គាត់អាចនឹងខ្លាយជាមនុស្សបែបហ្នឹងទេគាត់មិនជឿអញ្ចឹងណាពេលហ្នឹងមិត្តភក្តិរបស់គាត់ក៏បាននិយាយថាវាអាចនឹងកើតឡើងផងដែរព្រោះគាត់អាចនឹងធ្វើឲ្យសាន់ឌីខ្លាយទៅជាមនុស្សអាក្រក់នៅក្នុងកសែភ្នែករបស់ឯងហើយឯងឆាប់ទៅនាំសាន់នីត្រឡប់មកផ្ទះវិញមកបើមិនអញ្ចឹងទេឯងនឹងលេងបាននៅមួយគ្នាជារៀងរហូតអីអញ្ចឹងណាមិត្តភក្តិរបស់គាត់និយាយបង្អើលពេលហ្នឹងពេលដែលគាត់និយាយចប់ហើយដល់ចេញពីធ្វើការគាត់ក៏បានទៅផ្ទះប៉ាម៉ាក់ក្មេករបស់គាត់ហើយទៅនិយាយទៅនាំសានីមកវិញអញ្ចឹងណាពេលដែលចូលទៅដល់ហ្នឹងគឺខាងតាមម៉ាក់ក្មេករបស់គាត់ហ្នឹងគឺដឹងរឿងអស់ហើយគាត់ក៏បាននិយាយថាជម្រាបសួរអ្នកម៉ាក់លោកប៉ាអ្នកម៉ាក់ខ្ញុំមករកសានីហើយពេលហ្នឹងគាត់ក៏បាននិយាយថាសានីនៅខាងលើកូនទៅនិយាយដោះស្រាយជាមួយនាងទៅពេលហ្នឹងគាត់ក៏បងដៃគាត់ក៏បាននិយាយថាតើប៉ាម៉ាក់ដឹងរឿងពួកខ្ញុំហើយមែនទេពួកគាត់ទាំងអស់គ្នាក៏បាននិយាយថាក៏ដឹងរឿងហើយជាធម្មតាទេដែលគ្រួសារតែងតែមានចំនួនជាមួយគ្នាប៉ុន្តែត្រូវចេះដោះស្រាយអត់ឲ្យឲ្យគ្នាទើបយើងទទួលបានសេចក្តីសុខទៅមុខទៀតអញ្ចឹងណាហើយកូនឆាប់ឡើងទៅលើទៅសានីនៅក្នុងបន្ទប់របស់គាត់នឹងឯងពេលដែលបងណៃឡើងទៅដល់ហ្នឹងគឺឈោគោះនៅមុខបន្ទប់នោះដែរដោយសារតែសានីអត់បើកទ្វារឲ្យទេក៏បាននិយាយថាសានីឲ្យបងសុំទោសតោះយើងត្រឡប់ទៅផ្ទះយើងវិញទៅតែបានទេចំណែកឯសានីក៏និយាយពីក្នុងបន្ទប់មកវិញថាខ្ញុំនឹងមិនត្រឡប់ទៅវិញនោះទេហើយខ្ញុំក៏មិនទទួលការសុំទោសពីបងផងដែរហើយលុះត្រាតែម៉ាក់បងត្រឡប់ទៅនៅផ្ទះគាត់វិញបានខ្ញុំត្រឡប់ទៅដែរហើយនឹងទទួលយកការសុំទោសពីបងណៃគាត់លឺដូច្នេះហើយគាត់ក៏អន់សពូនចិត្តបន្តិចដែរហើយក៏ត្រឡប់មកផ្ទះវិញទៅចំណែកឯម៉ាក់របស់គាត់ក៏អង្គុយចាំហើយកំពុងតែសម្ដែងទៀតហើយអ្នកទាំងអស់គ្នាគឺគាត់ឃើញទឹកមុខកូនគាត់សពូនអញ្ចឹងគាត់ក៏សួរថាតើនាងមិនត្រឡប់មកវិញទេបងណៃក៏បាននិយាយថាគាត់មិនត្រឡប់មកវិញទេហើយពេលហ្នឹងម៉ាក់របស់គាត់ក៏បាននិយាយថាតើមកពីម៉ាក់ហ្នឹង
មិនបានទៅសំទោសនាងដោយផ្ទាល់មែនឬបានជានាងមិនត្រឡប់មកឬក៏ថ្ងៃស្អែកចាំទៅនិយាយសំទោសនាងឲ្យបានត្រឹមត្រូវអញ្ចឹងណាដើម្បីឲ្យនាងត្រឡប់មករកកូនវិញមកនៅជាមួយនឹងកូនវិញចំណែកបងណែក៏បាននិយាយថាម៉ាក់មិនចាំបាច់ធ្វើដល់ថ្នាក់នឹងក៏បានដែរទុកឲ្យរឿងហ្នឹងខ្ញុំជាអ្នកដោះស្រាយខ្លួនឯងទៅឥឡូវខ្ញុំហត់ហើយខ្ញុំសុំឡើងទៅលើទៅសម្រាប់មុនចំណែកឯម៉ាក់បងណៃនៅពេលដែលឃើញកូនអត់សប្បាយចិត្តអញ្ចឹងគាត់ក៏ក្រំគ្រាចិត្តដែរប៉ុន្តែគាត់នៅតែចង់បំបែកបងណៃចេញពីសានីទាល់តែបានចូលដល់ឈុតសម័យដែលគេសម័យទៅពីមួយឆ្នាំមុនហ្នឹងគឺជាថ្ងៃដែលបងណៃហើយនឹងសានីហ្នឹងគឺរៀបការហើយនៅថ្ងៃដែលផ្សំដំណេកนั่นឯងគឺក៏បាននិយាយគ្នាថានៅទីបំផុតយើងក៏បានមានថ្ងៃនេះមកដល់អញ្ចឹងណាគឺគាត់បានរៀបការជាមួយគ្នាគាត់មិននឹកស្មានថាគាត់នៅបានរៀបការទេប៉ុន្តែក្តីសម័យរបស់គាត់បានខ្លាយជាការពិតហើយពួកគាត់ដំបូងហ្នឹងគឺស្រឡាញ់គ្នាខ្លាំងណាស់តែគ្រប់យ៉ាងគឺដោយសារតែម៉ាក់បងណៃนั่นឯងគឺជាមេជ្រែកនៅក្នុងគ្រួសារតូចមួយហ្នឹងអញ្ចឹងណាពួកគាត់ទាំងពីរក៏ព្រៀបទឹកឃ្មុំនៅថ្ងៃរៀបការរបស់គាត់ទៅហើយរឿងរបស់យើងគឺចប់តែប៉ុណ្ណឹងឯងអ្នកទាំងអស់គ្នាហើយកុំភ្លេចតាមដានភាពបន្តនៅថ្ងៃសុក្រអ្នកទាំងអស់គ្នាអធិស្ឋាននៅថ្ងៃសៅរ៍បន្តទៀតណាហើយសូមជួយចុច Subscribe ដល់ admin ម្នាក់មួយផងអរគុណច្រើនបាយបាយ